គ្រាន់តែឃើញបុកល្ហុងក៏ដឹងថាហឹរមិនធម្មតាដែរបងប្អូនអើយហឹរបែបស៊ឺឆ្ងាញ់ហ្មងបងប្អូនអ្នកគ្នានិយាយថាញាក់សាហាវតែម្ដងចានិយាយថាកម្មវិធីជួបជុំរាល់ដងបើសិនជាអត់មានបុកល្ហុងគឺថាទៅមិនរួចតែហ្មងចាអញ្ចឹងរបៀបបុករបស់យើងដដែលបងប្អូនអ្នកគ្នាចាខ្ទឹមសនិងម្ទេសដាក់ចូលទៅបន្ទាប់មកយើងដាក់ជាមួយប៊ីចេងរបស់យើងកុំឲ្យខ្ចាយបងប្អូនបុកឲ្យម៉ត់ហើយចាំដាក់ជាមួយនឹងស្ករត្នោតរបស់យើងបងប្អូនដាក់ថ្ងៃនេះដាក់ស្ករត្នោតម្ដុំបងប្អូនចាបន្ទាប់មកយើងហាន់ជាមួយត្រប់ស្រួយរបស់យើងចាជាចិនចិនអញ្ចឹងទៅបងប្អូនអ្នកគ្នាបន្ទាប់មកហាន់ជាមួយនឹងប៉េងប៉ោះរបស់យើងបងប្អូនហាន់មកល្មមបងប្អូនអ្នកគ្នាចាបន្ទាប់មកទៀតយើងកុំភ្លេចឡាយជាមួយនឹងត្រប់ស្រួយរបស់យើងបងប្អូនអ្នកគ្នាចាបន្ទាប់ពីដាក់ត្រប់ត្រួយរួចហើយបងប្អូនអ្នកគ្នាកុំភ្លេចផ្សំគ្រឿងចាទឹកត្រីបន្តិចទៅបន្ទាប់មកយើងដាក់ជាមួយទឹកប្រហុកម៉ែរួយ2ស្លាបព្រាបងប្អូនអ្នកគ្នាចា2ស្លាបព្រាមកល្មមទៅបងប្អូនអ្នកគ្នាបានចាប់ជាតិល្អនិយាយថាដិតសាហាវហ្មងបងអូនចាមកទេបើបងប្អូនអត់ចង់ហឹរទេបងប្អូនដាក់តិចបានហើយបងប្អូនចាចឹងសម្រាប់ថ្ងៃនេះគឺហឹរមកល្មមចាបន្ទាប់មកយើងដាក់ទឹកក្រូចឆ្មាជាមួយនឹងចាជាមួយទឹកអំពិលទុំបងប្អូនអ្នកគ្នាចាក្រូចឆ្មាមកចំណិតអីទៅបងប្អូនអ្នកគ្នាបន្ទាប់មកខ្ញុំភ្លក់មើលទៅទៅរៀងស្ទើរផ្អែមបងប្អូនអ្នកគ្នាថែមមួយស្ករបន្តិចទៅចាបន្ទាប់មកក៏ចារសជាតិផងល្មមហើយយើងចាប់ផ្ដើមយកល្ហុងដាក់វិញម្ដងនិយាយពីល្ហុងនេះចង់ឲ្យស្រួយល្អបងប្អូនដាក់ទឹកកកចូលចាបន្ទាប់មកដាក់ល្ហុងមកល្មមឲ្យយើងចាប់ជាតិជាមួយគ្នាគ្រឿងក្រៅបងប្អូនអ្នកគ្នាដាក់មកល្មមញុំទៅញុំមកអញ្ចឹងទៅបងប្អូនអ្នកគ្នាចានិយាយទៅពីសម្រាប់បុកល្ហុងមិនធម្មតាបងប្អូនចាដាក់មួយម៉ាត់ទៅដឹងតែអែមតែម្ដងកុំឃើញសខ្ចីអញ្ចឹងប៉ុន្តែហឹរបងប្អូនអ្នកគ្នាបន្ទាប់មកកុំភ្លេចដាក់ពោតផងបងប្អូនអ្នកគ្នាបុកដាក់ពោតគឺឆ្ងាញ់សាហាវបងប្អូនអើយបើឥឡូវដាក់ពោតរួចរាល់ហើយយើងត្រឡប់ទៅត្រឡប់មកឲ្យវាចូលជាតិគ្នាបន្តិចណាបងប្អូនអ្នកគ្នាតែពិតទៅពោតនឹងបើចាំត្រឡប់ក៏បានដែរបងប្អូនចាអញ្ចឹងចង់ប្រាប់ថាបងប្អូនចង់បុកល្ហុងឆ្ងាញ់កុំភ្លេចទឹកប្រហុកម៉ែរួយចាមានម្ដងក្នុងផ្ទះគឺរួចរាល់តែម្ដងឥឡូវយើងដល់វគ្គដែលញ៉ាំវិញម្ដងនិយាយពីថាចាយលីនដាគាត់ថាម្ទេសនឹងអត់ហឹរទេចំណែកអ្នកជិតខាងខ្ញុំវិញគាត់ថាហឹរណាស់ចានិយាយពីថាគាត់ដាក់ទៅហៀទឹកភ្នែកចាគាត់ចូលចិត្តហឹរពេលអញ្ចឹងទៅគាត់លើកមេដៃឲ្យហ្មងចាមេខ្ញុំនិងម៉ែខ្ញុំក៏អត់មាននិយាយថាម៉េចដែរខ្សឹបគ្នានឹងខ្សឹបរឿងអីទេចាអញ្ចឹងក្នុងពេលឱកាសម្ដងបងប្អូនអ្នកគ្នាជួបជុំគ្នាកម្មវិធីគោកកំណត់អីបងកុំភ្លេចណាបងប្អូនអ្នកគ្នាបុកល្ហុងទឹកប្រហុកម៉ែរួយចាភ្ញៀវដឹងតែពេញចិត្តពេញបេះដូងតែម្ដងជាពិសេសលក្ខណៈគ្រួសារអែមខ្លាំងតែម្ដងបងប្អូនចាឥឡូវបុកមកត្បាល់ហើយចូលមកត្បាល់ទៀតមកត្បាល់ថ្មីនេះគឺថាសនំពពីបងប្អូនអ្នកគ្នាគាត់ថាដាក់ច្រើនមកចាល្ហុងចាកុំឲ្យញ៉ាំមួយផ្លែតអស់ចាអញ្ចឹងបងប្អូនអ្នកគ្នាក្នុងការយើងញ៉ាំអាហារច្រើននៅក្នុងកម្មវិធីជួបជុំបងប្អូនអ្នកគ្នាចាម្ហូបមានច្រើនលើតុចាញ៉ាំតដល់អស់បងប្អូនអ្នកគ្នាកុំភ្លេច Jelly Fiber បងប្អូនអ្នកគ្នាដាក់មកកញ្ចប់ព្រឹកឡើងគឺក្បាលពោះរៀបស្មើតែម្ដងជាមួយនឹង Jelly Fiber របស់ក្រុមហ៊ុនម៉ែរួយនិយាយថាស្រកគីឡូកលឿនចាជាពិសេសក្បាលពោះរបស់យើងញ៉ាំអីប្រយុទ្ធនោះគឺអស់រលីងតែម្ដងបងប្អូនអ្នកគ្នាចាអញ្ចឹងបងប្អូនចង់បាន Jelly Fiber កុំភ្លេចនឹងឆាតចូល page របស់នេះខ្ញុំមាន promotion ជូនហើយបងប្អូនចង់ញ៉ាំជាមួយកាហ្វេកាន់តែស្រកងាយទៀតបងប្អូនអ្នកគ្នាឯកទេសពិសេសតែ